បញ្ញកិរិយាវត្ថុទាំង10ទី1ធ្វើទានណែបនដល់ប្រសើរហ្នឹងទានរបស់យើងមិនតាន់មានលុយដល់បញ្ជាក់ខាងដើមថាមិនតាន់មានលុយធ្វើទានជាមួយម៉ែឪទៅគឺអំពើល្អជាមួយគាត់សម្ដីល្អជាមួយគាត់ចេះគួសមលើកតម្កើងឲ្យតម្លៃលើកទឹកចិត្តមេដាបេដាដែលខំចិញ្ចឹមមកក៏មកគាត់ឲ្យលុយសុំ100គាត់ឲ្យ50ក៏វត្តលុយចោលយកទៅអីទៅប៉ុណ្ណឹងណាគាត់ខំលះបង់ឲ្យទានមកយើងគាត់ធ្វើទានជាមួយយើងហើយគាត់ចិញ្ចឹមយើងគាត់ធ្វើទានយើងត្រូវគោរពណាត្រូវគោរពនៅអំពើល្អនៃការលះបង់ប្រកបគោរពថ្វាយអង្គមលើកទទួលដៃ2ទៅដើម្បីយកទៅរស់ស៊ីឬធ្វើបន់ធ្វើទានអីនោះហើយយើងក៏ត្រូវធ្វើទានចំពោះគាត់វិញអីគឺអំពើល្អដែលអត់មានលុយអញ្ចឹងមិនដាំបាយលើកជូនគាត់ទៅកុំមកពីរៀនវិញគិតតែបិចិច្ចណាកូនប្រុសស្រីទៅគិតទៅកុំគិតតែបិចិច្ចអានឹងសិតតែជារបស់ដែរនាំឲ្យវឹកវរទេមើលក្នុងស្អីព័ត៌មាន Facebook អីហ្នឹងអាកន្លែងណាល្អគួរសមតែកន្លែងខ្លះវាមិនល្អសម្រាប់យើងទៅមើលឲ្យខាតពេលវេលាក្នុងការបំពេញបុណ្យទេយកពេលវេលាគ្រប់ម៉ែឪទៅយកពេលវេលាទៅជួយលាងចានគាត់ទៅកុំគាត់ដាំបាយឲ្យញ៉ាំហើយមកពីរៀនវិញមុខកញ្ញើទៀតបាយមិនតាន់ឆ្អិនមិនតាន់ពេលអត់ទៅជួយគាត់ទេមុខទៅប្រមោះមិនកវត្តសភៅចោលនោះស្មាននឹងមិនតាន់បានបាយស៊ីផងនេះមិនមែននិយាយស្រួលពាក្យស្ដាប់ទេណាឃ្លានចង់ងាប់ហើយមិនតាន់បានបាយស៊ីសួរថាពេលនឹងមិនក៏មិនទៅជួយគាត់ផងមកអង្គុយចុចទូរស័ព្ទគិតថាគាត់ជាអ្នកខ្ញុំបម្រើឬយ៉ាងណានឹងខ្វះការធ្វើទាននឹងបាបជាមួយម៉ែឪធ្ងន់ណាស់អញ្ចឹងធ្វើទាននឹងឲ្យជាមួយបើថាមិនមានលុយទ្រព្យសម្បត្តិទៅជួយអ្នកណាទេជួយម៉ែឪមុនគេសិនទៅជួយម៉ែឪឈ្មោះថាជួយខ្លួនឯងធ្វើទានធ្វើបុណ្យឈ្មោះអីឈ្មោះថាធ្វើល្អខ្លួនឯងបុណ្យនឹងបានមកស្អីនេះយកដល់ប្រសើរលៀបដល់ប្រសើរស្អីស្អីសិតកិត្តិយសសេចក្តីថ្លៃថ្នូរអ្វីបានទាំងអស់អាស្រ័យលើបុណ្យអញ្ចឹងអ្នកណាធ្វើអ្នកណាឲ្យខ្លួនយើងជាអ្នកឲ្យខ្លួនយើងជាអ្នកអន្សំអំពើល្អជាមួយម៉ែឪគ្រប់ម៉ែឪឲ្យបានច្រើនទៅណាមួយទៀតមិនរក្សាសិលកូនត្រូវគិតណាកូនគិតថាសិលវាប្រច្រាស់ជាមួយនឹងការសបាយរីករាយរបស់ខ្លួនឯងផ្ទាល់រាល់ថ្ងៃតាមពិតណាមិនមែនជាការប្រច្រាស់នៅទឹកចិត្តរបស់យើងទេមកពីយើងមិនព្រមទទួលយកសិលនឹងឯងជាមរតកដ៏សំខាន់សម្រាប់យើងទានក៏ដូចគ្នាទានជាមរតកសំខាន់សម្រាប់យើងព្រោះអីយើងចែកមរតកឲ្យខ្លួនឯងចែកមរតកឲ្យខ្លួនឯងគឺបុណ្យកុសលនេះឯងការធ្វើទាននឹងចែកមរតកឲ្យខ្លួនឯងគឺឲ្យមានទ្រព្យចែកមរតកឲ្យមានទ្រព្យអានិសង្សមានទៀតមានទ្រព្យផងមានគេគោរពស្រឡាញ់ផងមានញាតិផងមានអីពេលស្លាប់ទៅមិនវែងមានសម្បត្តិទេវលោករងចាំទៀតណាចែកទ្រព្យឲ្យខ្លួនឯងដល់ការធ្វើទានមួយទៀតចែកទ្រព្យឲ្យខ្លួនឯងដល់សាសិលយើងបានចែកទ្រព្យសម្បត្តិឲ្យខ្លួនឯងហើយនៅគិតតែទៀមទាយល់ពីគេតែខ្លួនឯងដែលត្រូវចែកខ្លួនឯងអត់គិតម៉ែឪខ្លះក៏អញ្ចឹងដែរគិតតែចិញ្ចឹមកូនតម្រូវចិត្តកូនអត់គិតថាកូនហ្នឹងគួរតម្រូវចិត្តត្រឹមណាដើម្បីកុំឲ្យគេហ្នឹងវាទៅដើរផ្លូវខុសបើតម្រូវចិត្តកូនតាមទំនើងចិត្តរបស់គេនាំឲ្យគេធ្លាក់នរកអត់អំពើទេព្រោះអីគេតើទៅអបាយមុខចាមានលុយច្រើនទៅអបាយមុខហើយបើខ្វះការអប់រំនៅក្នុងធម៌ហើយទៅស្រីស្រះលបែងនឹងធ្លាក់នរកអញ្ចឹងចិញ្ចឹមកូនត្រូវគៀងកូនឲ្យរក្សាសិលឲ្យបានរក្សាសិលជាមរតកដ៏ធំបំផុតដែលមិនងាយរកបានមនុស្សត្រូវមានសិលបើខ្វះសិលហើយស្រេចហើយវាអត់ដឹងថាម៉េចព្រះអង្គសម្ដែងថាមិនមែនជាមនុស្សហេតុអីបានមិនមែនជាមនុស្សកូនត្រូវចាំបើកូនទៅលួចគេចាប់បានដាក់គុកលេខឈ្មោះថាល្អទៀតហើយគេឈ្មោះថាអីចោលហើយបើចេញពីគុកគេថាអូអានេះចោលលួចគេសួរតកិត្តិយសនៅឯណាសម្រាប់គេវិញក៏ចូលគុកដូចគ្នាអញ្ចឹងសួរតែមនុស្សទៀតទេអត់ទេព្រះអង្គសម្ដែងថាខ្លួនជាមនុស្សមែនប៉ុន្តែចិត្តជាដេរឆានណាកូនចាំខ្លួនជាមនុស្សមែនតែចិត្តជាដេរឆានទៅសម្រាប់គេលួចប្លន់គេលួចប្រពន្ធកូនគេផឹកស្រាគ្រឿងញៀនតែវ៉ែពេញហ្នឹងសួរតែប្រទេសជាតិត្រូវការទេមនុស្សប្រមឹកមនុស្សស្រវឹងមនុស្សគ្រឿងញៀនមនុស្សល្ងងខ្លៅប្រទេសណាក៏ដោយគេកសាងប្រទេសជាតិគេត្រូវការមនុស្សចេះដឹងមនុស្សមានគុណធម៌មានមនុស្សដែលគិតប្រយោជន៍ទូទៅច្រើនជាងខ្លួនឯង
ជាមនុស្សដែលហ៊ានលះបង់នឹងបានទៅដឹកនាំប្រទេសជាតិបានទៅក្នុងក្រសួងមន្ទីរក៏ដោយកន្លែងសហគមន៍ណាក៏ដោយបើគ្មានការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួមប្រយោជន៍ប្រទេសជាតិទេនោះមិនល្អឡើយអញ្ចឹងយើងត្រូវគិតណារក្សាសិលនោះសំខាន់ណាលះបង់អំពើអាក្រក់យើងយកឈ្នះអ្វីៗទាំងអស់បានទៅកាប់ចាក់យកឈ្នះចាញ់អីជាមួយគេអីមកផ្លេតនឹងបានប៉ុន្តែដើម្បីអីដើម្បីបាត់បង់ទៅវិញឈ្នះអ្វីៗទាំងអស់មិនប្រកាសថាឈ្នះរហូតហើយក៏មិនមែនមានផលល្អមកវិញដែរគឺឲ្យខ្លួនឯងបរាជ័យខ្លួនឯងដោយសារតែយើងយកឈ្នះទៅក្នុងអំពើបាបកម្មផ្ទុយទៅវិញកូនចាំណាកូនត្រូវចាំណាឈ្នះខ្លួនឯងប្រសើរជាងត្រង់អីឲ្យអភ័យទៅគេយើងឈ្នះរហូតឈ្នះនរកប្រែតដេរឆាសុរកាយអបតាវាឈ្នះទៅនឹងមួយល្អណាស់ការរក្សាសិលគឺឈ្នះនរកប្រែតដេរឆានសុរកាយនេះឯងអញ្ចឹងឈ្នះចិត្តអាក្រក់ខ្លួនឯងមានន័យថាឲ្យសុភមង្គលនិងសេចក្តីថ្លៃថ្នូរមកឲ្យខ្លួនឯងនិងក្រុមគ្រួសារប្រទេសជាតិតែបើឈ្នះអ្នកដទៃវិញកូនយកឈ្នះអ្នកណាមួយក៏ដោយក៏អត់ប្រយោជន៍ដែរគង់តែស្លាប់ហើយស្លាប់ទៅណាធ្លាក់នរកទៀតសួរថាតើគួរទេគួរឈ្នះដើម្បីធ្លាក់នរកទេឬក៏ឈ្នះដើម្បីឡើងឋានសួគ៌ត្រូវឈ្នះចិត្តអាក្រក់ខ្លួនឯងដើម្បីឡើងឋានសួគ៌ដើម្បីកើតជាមនុស្សដែលមានភាពល្អប្រសើរក្នុងរុងរឿងធំថ្កើងដែលជាមលុបឲ្យគេជ្រោកចាំមកកូនណាឈើធ្វើមលុបឲ្យមនុស្សជ្រោកបានច្រើនណាស់គេមកគេទៅមិនដែលទៀមទាអ្វីពីអ្នកជ្រោកទេអញ្ចឹងកូនត្រូវព្យាយាមធ្វើមលុបឲ្យមកពុកម្ដាយយើងជ្រោកផងឲ្យក្រុមញាតិជ្រោកផងឲ្យមនុស្សទាំងឡាយជ្រោកផងឲ្យពិភពលោកជ្រោកផងដោយមិនបាច់ទៀមទាអ្វីទាំងអស់ប្រៀបដូចជាដើមឈើកូនត្រូវធ្វើជាដើមឈើទៅគេគង់តែដឹងគុណទេតែមិនបាច់ទៀមទាឲ្យគេដឹងទេប្រឹងតែធ្វើល្អទៅផលល្អនឹងបាននៅសេចក្តីសុខមិនខានឡើយសូមអនុមោទនាអាចកែប្រែកម្មជាកុសលឬអកុសលរបស់សត្វលោកបានដែរសាងកម្មមកទទួលផលនៃកម្មនោះហើយសត្វលោកមានកម្មជារបស់ខ្លួនអញ្ចឹងយកដល់បន្ទោសគេថាអូអ្នកនេះធ្វើឲ្យខ្ញុំយ៉ាងនេះអ្នកនោះបង្កឲ្យខ្ញុំការលំបាកអញ្ចឹងចុះយើងថាក្នុងនាមបញ្ញត្តិយើងថាយើងសម្គាល់ដោយការយើងអត់តាន់បានយល់ប៉ុន្តែបើយើងរៀនពធឲ្យច្បាស់យល់ឲ្យច្បាស់ពុំមានអ្នកណាទេគឺយើងតែម្ដងទទួលស្គាល់ឲ្យច្បាស់ថាយើងនឹងឯងមុខអាក្រក់ជាងគេគឺយើងនឹងឯងត្រង់ណាត្រង់ចិត្តអាក្រក់ត្រង់ចិត្តអាក្រក់ដែលយើងទៅស្ដីគេឬក៏យើងទៅវាយគេយើងទៅកាប់សម្លាប់គេយើងហ្នឹងឯណាជាតួបញ្ញត្តិឯណាយើងនិយាយពីបរមត្តអត់មានយើងទេប៉ុន្តែលោកកវោហាត្រូវតែនិយាយឲ្យច្បាស់ថាមានយើងនេះឯងដែលព្រះអង្គសម្ដែងថាកាយមានមែនចាំហ៎កាយមានមែនត្រឹមតែកាយអញ្ចឹងចិត្តអាក្រក់របស់យើងនេះដែលទៅសាងកម្មទៅវាយគេសម្លាប់គេធ្វើឲ្យយើងមិនទទួលវិបាករបស់កម្មគឺអ្នកណាទទួលគឺយើងដដែលឃើញទេអញ្ចឹងសកម្មភាពអំពើទាំងវើទាំងបុណ្យក្តីទាំងបាបក្តីវាជាមរតករបស់ខ្លួនឯងអត់ទៅបន្ទោសគេបានទេកាលយើងមិនទាន់ដឹងយើងបន្ទោសគេថាមកពីចេះចុះតាមពិតមកពីយើងធ្វើហេតុខាងដើមបានផលវាមកឲ្យយើងអញ្ចឹងមានន័យថាបើយើងទៅសម្លាប់គេឬជេរគេបាបកម្មនឹងឲ្យផលវាត្រូវជួបមនុស្សនឹងដែរមកស្លាប់យើងឬក៏ជេរយើងគិតមើលទៅដូចជាមនុស្សយើងនៅលើโลกនេះដូចថាអ្នកជិះម៉ូតូម្នាក់ចុះក្នុងចំណោមអ្នកជិះម៉ូតូចេញពីផ្ទះទៅរៀនទៅសាលារៀនក៏ទៅរកស៊ីអីរាប់រយរាប់ពាន់ម៉ឺនអ្នកមែនអត់ចាទន្ទឹមនឹងផ្លូវហ្នឹងទៅជាមួយគ្នានឹងផ្លូវហ្នឹងរាប់រយរាប់ពាន់អ្នកផ្លូវហ្នឹងទៅប៉ុន្តែហេតុអីបានចេះចោលប្លន់យកតែបុគ្គលនឹងមួយដល់ម៉ូតូផ្សេងទៀតគេជិះរយទៅនឹងគេមិនយកមិនបានមកពីមានពីនឹងគ្នាយល់ទេអញ្ចឹងក្នុងគណៈដែលយើងមានបាបកម្មពីវរានឹងគ្នាឯងបានគេមកផ្ដល់ឲ្យយើងនោះយល់ទេចំណុចហ្នឹងអញ្ចឹងព្រះអង្គសម្ដែងថាអត់មានណាក្រៅពីយើងគឺយើងនឹងឯងជាអ្នកបង្កើតហេតុផលវាទទួលមកដោយខ្លួនឯងអញ្ចឹងបើដល់ពេលវេលាដូចយើងអញ្ចឹងខ្ញុំឈឺណាស់មកវាធ្លាប់វាយគេធ្វើបាបគេដោយប្រការណាវាឈឺហើយព្រះអង្គសម្ដែងតើអ្នកដែលវាយគេធ្វើបាបគេរមែងមានអាពាធមានជំងឺច្រើនអ្នកដែលសម្លាប់គេអាយុខ្លីអ្នកដែលលួចទ្រព្យសម្បត្តិគេកើតជាអ្នកក្រ
ឬក៏រស់ស៊ីវិញ្ញាហាន់ហើយនឹងបាបកម្មអញ្ចឹងអ្នកដែលរស់ស៊ីខ្វះខាតអត់មែនទេដល់ពីជួនកាលជពាក់លុយគេអត់សងឬក៏លួចទ្រព្យសម្បត្តិគេនឹងបាបកម្មអញ្ចឹងមានថាឥឡូវនេះយើងកំពុងមកមិនមកចម្រើនសមាធិវិបស្សនាដើម្បីអីណោះដូចបងម្នាក់គាត់មានប្រសាសន៍ទៅសួរខ្ញុំថាគាត់ចុកជើងមួយចុកសង្បាយយ៉ាងភ្លឺនឹងសង្បាយខ្ញុំថាទទួលយកទៅអានឹងបាបកម្មខ្លួនឯងហើយប្រកាសជាធ្លាប់កាច់ជើងក្តាមជើងអីណាណីហើយតែគាត់ថាអូមែនគាត់ធ្លាប់កាច់គេមែនចាហើយខ្ញុំថាបើអញ្ចឹងយើងដាក់ចិត្តទៅថាអានឹងយើងជពាក់កម្មពៀងពីគេមកយើងដាក់ចិត្តទៅនេះបុណ្យដែលអាត្មាអញធ្វើនេះអាត្មាអញផ្សព្វកំពុងចម្រើនសមាធិនេះសូមម្ចាស់កម្មពៀដែលខ្ញុំបានប៉ះពាល់យ៉ាងណាអនុមោទនាបុណ្យពីខ្ញុំទៅហើយសូមអហោសិកម្មនឹងគ្នាទៅហើយយើងបង្អោនទៅដឹងខ្យល់ចេញចូលវិញទៅកុំខឹងកុំតូមនោះនឹងទុក្ខវេទនាអញ្ចឹងយើងព្យាយាមជំនះទុក្ខវេទនានឹងឲ្យបានបុណ្យកុសលសម្រាប់ខ្លួនឯងផងនិងឧទ្ទិសផ្សាយដល់សពសត្វទាំងឡាយផងពិសេសអ្នកដែលមានកម្មពៀនឹងយើងនឹងឯង